សួស្តីប្រិយមិត្តជាទីគោរពបាទយើងបានវិលមកជួបគ្នានៅអេពីសូតថ្មីបាទនៃរឿងមួយទៀតហើយរឿងល្អខ្នាញ់ពោពេញទៅដោយខ្លឹមសារបាទគាត់មានតាចាស់ម្នាក់បាទតាចាស់ម្នាក់ហ្នឹងឈ្មោះតាឌីហើយជាទៀងទាត់ហ្នឹងគឺគាត់ជាអ្នកដែលជាចាស់ទុំក្នុងភូមិឃុំមួយដែរហើយគាត់មានទម្លាប់មួយគឺគាត់ជាអ្នកចូលវត្តចូលវាបាទហើយក៏ជាធម្មតាគាត់តែងតែដាំស្ពៃដាំបន្លែបកានៅក្នុងផ្ទះរបស់គាត់ហ្នឹងអ្វីដែលadminបាននិយាយប្រាប់នោះគឺមានន័យថាគាត់គឺជំនួសដោយខលបាទគាត់តែងតែបាទឆ្មក់ក្មេងៗបាទហើយតែងតែឲ្យលុយក្មេងៗចាយបាទវ័យ9 10ឆ្នាំនិងទៅ15ឆ្នាំឲ្យតែអ្នកដែលចង់បានលុយគឺគាត់ឲ្យហើយប៉ុន្តែអ្វីដែលរឹតតែពិសេសជាងគេនោះគឺតាឌីគឺតែងតែលួងលោមក្មេងៗរហូតបាទប៉ុន្តែគាត់មិនដែលទៅចាប់អារម្មណ៍ក្មេងណាជាទូទៅនោះទេគាត់ផ្ដោតទៅលើក្មេងស្រីម្នាក់ដែលគាត់មិនដឹងថាជាការចាប់ជាតិមុនដែលគាត់ចង់ធ្វើបន់ឬយ៉ាងណាទេគាត់ផ្ដោតការមើលថែទៅលើក្មេងស្រីម្នាក់ហ្នឹងហើយក្មេងស្រីម្នាក់ហ្នឹងគឺជាកូនរបស់អ្នកភូមិនឹងដែរហើយវ័យប្រហែលជា11 12ឆ្នាំគឺគាត់តែងតែសម្លឹងមើលក្មេងនឹងរហូតឲ្យតែគាត់ចេញពីផ្ទះគឺគាត់ទៅទិញអីផ្សេងៗនៅក្នុងភូមិគឺគាត់មើលតែក្មេងនឹងទេហើយគាត់តែងតែឲ្យជាលុយបាទឬក៏ក្មេងនឹងចង់បានអីគាត់តែងតែជួយបាទឬក៏ឲ្យនៅអ្វីដែលក្មេងចង់បានហើយគាត់តែងតែបារម្ភបាទបើសិនជានរណាធ្វើបាបក្មេងផ្សេងម្នាក់ហ្នឹងគឺគាត់ដឹងតែរស់រឿងហើយគាត់នៅតែតាម take care តាមបារម្ភរហូតដល់ក្មេងនឹងលេងស្អីទៅណាគាត់តែងតែសម្លឹងមើលពីចម្ងាយអញ្ចឹងមានន័យថាគាត់ប្រហែលជាស្រឡាញ់ស្រីម្នាក់ហ្នឹងហើយមិនមែនព្រោះដោយសារគាត់បានប្រាប់មនុស្សស្រីម្នាក់ហ្នឹងបាទកូនក្មេងម្នាក់ហ្នឹងណាថាគាត់ស្រឡាញ់បាទគាត់ស្រឡាញ់គាត់ចង់បានគាត់ឃើញរាងស្អាតគាត់ឃើញមុខស្អាតគាត់ឃើញសក់ស្អាតហើយក៏គាត់ឃើញផ្លូវស្អាតដែរព្រោះដោយសារពេលដែលម្នាក់ស្រីនឹងមួយទឹកគឺគាត់តែងតែលួចមើលតាមប្រហោងគាត់មានកន្លែងដែលគាត់លួចមើលអញ្ចឹងណាគឺគាត់លួចមើលក្មេងស្រីមួយទឹកគឺគាត់ឃើញសឹងគ្រប់រឿងគ្រប់រាវរបស់មនុស្សស្រីហ្នឹងអញ្ចឹងគាត់អត់មកទេគាត់គ្រាន់តែជាអ្នកដែលបារម្ភជាអ្នកហួងហែងហើយមនុស្សស្រីនោះអត់ដឹងទេនៅស្អីនឹងគាត់គិតថាបោកតាហ្នឹងឬក៏មិនគិតអីធំដុំជាមួយតាហ្នឹងទេដោយសារមនុស្សស្រីហ្នឹងក៏គាត់មានសង្សារដែរបាទស្រាប់តែថ្ងៃមួយមនុស្សស្រីហ្នឹងក្មេងស្រីទូចមួយហ្នឹងគាត់យកហានីរបស់គាត់យកសង្សាររបស់គាត់ហ្នឹងមកដើរឆ្លងកាត់ផ្ទះតាហ្នឹងហើយតាហ្នឹងសួរថានរណាគេគាត់ក៏ថាជាមនុស្សពិសេសតាហ្នឹងក៏ឆ្ងល់ថាមនុស្សពិសេសស្អីគេដល់ពេលនារីនឹងបញ្យល់ថាជាសង្សារតាហ្នឹងក៏មានអារម្មណ៍ថាខឹងមែនទែនហើយគាត់អត់ថាឲ្យទេគាត់មានអារម្មណ៍ថាគាត់ដើរថយក្រោយហើយគាត់ទៅធ្មល់ទៅយកបដ ாய் បាទហើយគាត់ខឹងរហូតបាទរហូតដល់ថ្ងៃមួយហ្នឹងគឺពេលល្ងាចម្នាក់ស្រីហ្នឹងចេញមកក្រៅដើរឆ្លងកាត់តាហ្នឹងគាត់ចាប់ដៃហើយគាត់សួរថាហេតុអីគាត់ខំធ្វើល្អប៉ុណ្ណឹងហេតុអីអត់មើលឃើញគាត់ទៅមើលឃើញអ្នកផ្សេងមនុស្សស្រីហ្នឹងក៏ឆ្ងល់ដែរហើយបន្តមកទៀតតាហ្នឹងក៏ថាតើឃើញធ្វើអីដែលមិនខុសពីមាត់ឃើញពីភ្នែកអ្នកដទៃគឺគាត់នឹងដឹងតែរករឿងហើយអញ្ចឹងតាហ្នឹងគាត់គម្រាមកំហែងតាឌីក៏គម្រាមកំហែងបាទនៅស្រីម្នាក់ហ្នឹងប៉ុន្តែគាត់ក៏មិនហ៊ានធ្វើអីដែរគាត់គាត់តែហាមថាកុំធ្វើអីផ្ទះផ្ដាសបាទបើអាចបែកគ្នាទៅហើយក៏ថ្ងៃមួយទៀតម្នាក់ស្រីហ្នឹងក៏មកទៀតបាទហើយក៏ឆ្លងកាត់តាហ្នឹងទៀតហើយតាហ្នឹងក៏ចាប់ដៃហើយប្រាប់ហើយក៏និយាយថាបែកគ្នាទៅណាកុំធ្វើបាបចិត្តតាខ្លាំងពេកហើយមនុស្សស្រីម្នាក់ហ្នឹងក៏គាត់សួរថាកើតអីតាហ្នឹងក៏បានប្រាប់ថាតាស្រឡាញ់ចៅមិនមែនស្រឡាញ់លក្ខណៈចៅទេគឺស្រឡាញ់ដូចប្រពន្ធអញ្ចឹងតាហ៊ានចំណាយគ្រប់យ៉ាងដើម្បីចិញ្ចឹមក្មួយឯងមកធ្វើជាហានីរបស់តាវិញគាត់ធ្វើជាហានីរបស់ម្នាក់ហ្នឹងបែកគ្នាទៅមនុស្សប្រុសម្នាក់ហ្នឹងគឺគាត់មិនសូវមានទេតានេះគាត់មានតែគាត់មិនមែនមានណាដែរតែគាត់អាចចិញ្ចឹមម្នាក់ហ្នឹងរស់អញ្ចឹងអ្នកទាំងពីរបាទក៏មានអារម្មណ៍ថាខ្លាចគ្នាដែរហើយនារីម្នាក់ហ្នឹងក៏រៀងខ្លាចតាដែរហើយតាហ្នឹងក៏រៀងខ្លាចវិញដែរដោយសារគាត់បានសារភាពហើយអញ្ចឹងហើយនារីក៏គាត់ដេកគិតតែគាត់ថាបើអាចគាត់ចង់បោកតាហ្នឹងបាទគាត់ចង់បោកណាហើយតាហ្នឹងគាត់ថាហ៊ានចំណាយឲ្យតែម្នាក់ហ្នឹងព្រមធ្វើជាហានីរបស់គាត់អញ្ចឹងគាត់សុំអីច្រើនទេគាត់សុំតែពេលដែលគាត់ត្រូវការអាចឲ្យគាត់ខ្លះមកវិញគឺគាត់ចង់បានតែប៉ុណ្្នឹងទេគឺថាលុយដូររបស់ណាបន្ទាប់មកទៀតនារីក៏គាត់លួចដែរមានថាគាត់មានកូនចិត្តមួយដើម្បីមិនមែនធ្វើបាបទេគឺចង់បាន
ចឹងគាត់ឲ្យតែឃើញមកហ្នឹងគាត់ឆ្លងមើលតារហូតឲ្យកទុយភ្នែកចឹងទៅហើយតាវិញហ្នឹងគឺពោពេញទៅដោយការខ្លាញ់គាត់ស្រឡាញ់តែម្នាក់ហ្នឹងឯងហើយម្នាក់ហ្នឹងគឺខ្ចីមែនតើហើយស្អាតមែនតើពីថ្ងៃមួយនោះគឺម្នាក់ហ្នឹងគាត់បានឆ្លងកាត់ពេលប្រហែលជាម៉ោង7គាត់មកពីដើរលេងវិញណាដូចជាថ្ងៃហ្នឹងមានរំធំបាសហើយគាត់ក៏ដើរមកហើយបន្តមកទៀតតាក៏ស្រែកមកប្រហែលជាម៉ោង7ហើយបន្តមកគឺម្នាក់ហ្នឹងគឺឲ្យកទុយភ្នែកតាហើយតាក៏គាត់ឃើញក៏គាត់មកទៅហើយក៏ជួបគ្នានិយាយគ្នាអញ្ចឹងម្នាក់ស្រីហ្នឹងក៏សុំតាហ្នឹងចំនួន 10,000 រៀលបាទហើយតាហ្នឹងក៏ថាឥឡូវដូរនឹងរបស់អត់តាមានលុយណាដូរនឹងរបស់អត់អញ្ចឹងក្មេងគិតថាមិនតិចតួចដែលខាតអីទេគឺសបកក្រៅតាអត់សុំមិនច្រើនទេតាសុំតែថើបមកខ្សើតែប៉ុណ្ណោះបាទហើយក៏ក្មេងហ្នឹងក៏អូខេឲ្យថើបទៅបាទឲ្យថើបទៅអញ្ចឹងមនុស្សស្រីហ្នឹងក៏បានលុយបាទបានលុយចាយអញ្ចឹងមួយរយៈនឹងក្រោយមកគឺម្នាក់ស្រីហ្នឹងក៏បានលុយចាយពីតានឹងច្រើនមែនតែនតាឌីណាហើយតាឌីក៏គាត់ក៏សប្បាយចិត្តពេលគាត់បានថើបបានអីចឹងទៅបាទហើយរឿងនេះជារឿងមួយដែលនិយមនៅក្នុងសង្គមយើងគឺច្រើនមែនទែនហើយបើយើងអាចគឺយើងប្រយ័ត្នទាំងអស់គ្នាហើយសង្ឃឹមថារឿងនេះនឹងមានជាបទពិសោធន៍មានជាកន្លឹះហើយនឹងមានជាមេរៀនសម្រាប់យុវវ័យមួយចំនួនបើសិនជាប្រិយមិត្តបានស្ដាប់ហើយកុំភ្លេចជួយ Subscribe បាទ Channel មួយផងកុំភ្លេចណាជួយដោយសារជាកម្លាំងចិត្តឲ្យ admin និយាយរឿងបន្តហើយរឿងគឺសុទ្ធតែជារឿងពិតដែលបានពីប្រិយមិត្តផ្សេងៗបាទសង្ឃឹមថារឿងនេះនឹងមានន័យសម្រាប់ប្រិយមិត្តទាំងអស់គ្នាបាទអរគុណច្រើនសង្ឃឹមថាជួបគ្នានៅវីដេអូ admin នឹងជាចេញវីដេអូច្រើនដើម្បីប្រិយមិត្តបាទ